បើអ្នកការពារខ្មែរគឺបានន័យថាជំទប់នឹងថៃបើអ្នកចាប់ដើមវាយខាងរដ្ឋាភិបាលគឺអ្នកចូលថៃហើយប៉ុណ្ណឹងអូខ្មែរអូ my god គាត់សួរថាខ្ញុំនិយាយដូចជាអត់ហ៊ានប៉ះពាល់ CPP បាទតែមានរឿងអីខ្ញុំនិយាយប្រហែលដងហើយឥឡូវនិយាយម្ដងទៀតក៏បានដែរខ្ញុំមិនប៉ះពាល់ទេខ្ញុំអត់ប៉ះពាល់គាត់ទេខ្ញុំថែមទាំងជួយការពារគាត់ទៀតនិយាយត្រង់ពីព្រោះពេលនេះខ្ញុំយល់ថាពីពេលដែលខ្មែរត្រូវជួយគ្នាអ្នកនៅក្រៅស្រុកនឹងជួយគ្នាខ្ញុំមិនត្រឹមតែប៉ុណ្្នឹងទេខ្ញុំថែមទាំងអំពាវនាវឲ្យអ្នកដែលមានចំណេះដឹងទៅជួយខាងរដ្ឋាភិបាលកម្ពុជាទៀតផងបាទអញ្ចឹងអ្នកដែលនិយាយថាខ្ញុំអត់និយាយរិះគន់ CPP ត្រូវត្រឹមត្រូវ 100% មិនតែមិនរិះគន់ទេថែមទាំងគ្រប់គ្រងខាងរដ្ឋាភិបាលកម្ពុជាទៀតនិយាយដោយត្រង់បាទគឺជួយជាស្មារតីទៅដល់ប្រជាពលរដ្ឋរបស់កម្ពុជាដែលកំពុងតែរងគ្រោះដោយសារបញ្ហានេះបាទដូច្នេះកុំសង្ស័យអីនិយាយដោយត្រង់តែម្ដងយ៉ាងមកណាបាទកុំទៅសង្ស័យថាខ្ញុំទៅនេះទៅនោះនឹងពីព្រោះអីនៅក្នុងខួរក្បាលមនុស្សមួយចំនួនគាត់អត់មានគិតអីលើការពីរឿងថាចេះ2-3ម៉ាត់ទៅធ្វើការឲ្យនៅនេះនៅនោះយកបនយោស័កនោះទេមិនមែនជាមនុស្សរបៀបខ្ញុំទេបាទនិយាយដោយត្រង់តែម្ដងខ្ញុំមានឱកាសធ្វើច្រើនកន្លែងច្រើនណាស់បាទអញ្ចឹងដូច្នេះបាទមិនបាច់សង្ស័យទេខ្ញុំធ្លាប់បាននិយាយប្រហែលដងហើយរហូតដល់គេកាត់ឃ្លីបនេះទៅបានចែករំលែកផងដែរបាទអញ្ចឹងបើសិនជាអ្នកណាចូលមករំពឹងថាឲ្យខ្ញុំនិយាយដើម្បីប្រមាថខាងរដ្ឋាភិបាលកម្ពុជាខុសហើយអាចខកចិត្តហើយខ្ញុំអត់ទេគឺខ្ញុំនឹងការពារនឹងផ្ដោតដំណឹងដើម្បីជាការលើកទឹកចិត្តដល់ពលរដ្ឋខ្មែរជាពិសេសជាមួយខាងរដ្ឋាភិបាលកម្ពុជារហូតតទៅចប់រឿងនេះសម្រាប់ខ្ញុំភាគីទំនាស់មានតែពីរទេថៃនិងខ្មែរបើអ្នកការពារខ្មែរគឺបានន័យថាជំទប់នឹងថៃបើអ្នកចាប់ដើមវាយខាងរដ្ឋាភិបាលគឺអ្នកចូលថៃហើយបាទប៉ុណ្ណឹងពេលខ្លះទុកឲ្យជំរឿសនៃការប្រើកម្លាំងជាជំរឿសចុងក្រោយទៅល្អជាងបាទពេលខ្លះយន្តការច្បាប់គឺជារឿងមួយសំខាន់ណាស់បាទ